ចាក្រមត្រៀមប្រុងព្រៀបប្រកួត Gasberg រាជសីគុណខ្មែរគូពិសេសទី2ទឹកទី1បាទទឹកទី1បាទរាជសីគុណខ្មែរអាយ៉ាបាទចូលដៃបាទរបស់បាទជ័យវណ្ណីបាទសីហាធែសីហាវាយស្ដាំទាត់សងវិញរបស់ជ័យវណ្ណីសីហាកម្មជើងក្រោមជ័យវណ្ណីទាត់ឆ្វេងអាយ៉ាជុំបាទចូលហើយបាទយ៉ាងណាយ៉ាងណីចូលពួរចាក់ជង្គង់2បាទជង្គង់ បង្គោលស1 2 ឥឡូវនេះ3 បាទចូលកន្លែងណាបាញ់5 5 បាទ6 7 បាទសីហា 8 បាទតោះទៅទៀតបន្តការប្រកួត បាទបន្តការប្រកួតធាក់មួយវាយសងវិញបាទទាត់ឆ្វេងបាទចាក់ជង្គង់2 3ដៃរបស់បាទជ័យវណ្ណីបាទលោកអញ្ញាកដាលអាយ៉ាបាទក្រវីដៃបញ្ឈប់បាត់ហើយបាទអញបាទអូកន្លងកងគ្នាភ័យហ៎បាទលោកអញ្ញាកដាលទៅអែលបាទអញ្ញាបាទយ៉ាងម៉េចចេះបាទដូចជាលឿនណែបាទឆ្វេងចាក់ជង្គង់អូចូលជង្គង់1ណែន2ជង្គង់បាទកន្លែងនេះលោកអញ្ញាកដាលចាប់រាប់នេះចូលដៃទៀតអូបាទកន្លែងនេះគឺបាទលោកអញ្ញាកដាលបញ្ចប់ការប្រកួតបាទលឿនបាទឥឡូវនេះនៅសល់តែការប្រកាសលទ្ធផលជប់លើការបាទសម្រាប់ការប្រកួតបាទនេះភ្ញៀវអន្តរជាតិដែលគាត់បានចូលរួមទស្សនាការប្រកួតបាទនៅក្នុងបាទសង្វៀនបោតដោយផ្ទាល់អរគុណបាទអញ្ចឹងឥឡូវនេះប្រកូលទុនទីបន្តជូនដល់បាទគណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការចាសូមអរគុណបង្គោលក្រហមរិគីជ័យវណ្ណីឈ្នះកីឡាការបង្គោលខៀវដល់បង្គោលខៀវលោកអញ្ញាកដាបញ្ចុះក្នុងទឹកទី1បាទអបអរសាទរកីឡាករបង្គោលក្រហមរិគីជ័យវណ្ណីដែលจะទទួលបាននៅជ័យជំនះបាទដោយផ្ដួលកីឡាករបាទខុនសេហាបាទដោយលោកអញ្ញាកដាបញ្ចប់ការប្រកួតនៅត្រឹមតែទឹកទី1តែប៉ុណ្ណោះ